ចាជំរាបសួរអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹងការស្នើថែមម៉ោងចាអញ្ចឹងនៅពេលដែលយើង log in ផ្ទាំងដំបូងមកសម្រាប់បុគ្គលិកធម្មតាគឺយើងឃើញមាន function ចំនួនប៉ុណ្ណឹងចាអញ្ចឹងដើម្បីធ្វើការស្នើសុំថែមម៉ោងបានគឺយើងអាចចុចចូលពាក្យថាថែមម៉ោងអញ្ចឹងយើងចុចនៅលើកន្លែងថែមម៉ោងនេះមកចាអញ្ចឹងនៅពេលដែលយើងចុចមកគឺយើងឃើញផ្ទាំងបន្ទាប់ទៀតដែលមានពាក្យថាស្នើសុំថែមម៉ោងអញ្ចឹងយើងចុចលើពាក្យស្នើសុំថែមម៉ោងហ្នឹងមកចាអញ្ចឹងនៅពេលដែលយើងចុចស្នើសុំថែមម៉ោងរួចហើយគឺយើងឃើញ form មួយចំនួនដែលយើងត្រូវបំពេញព័ត៌មានចាអញ្ចឹងមានប្រភេទជ្រើសរើសប្រភេទក្រាស់ថែមម៉ោងហើយជាមួយនឹងរើសថ្ងៃរើសម៉ោងចាអញ្ចឹងនេះគឺជាទម្រង់សម្រាប់ធ្វើការស្នើសុំថែមម៉ោងរបស់យើងចាអញ្ចឹងឥឡូវខ្ញុំសូមជ្រើសរើសប្រភេទនៃការថែមម៉ោងរបស់យើងចាអញ្ចឹងនេះគឺជាប្រភេទនៃការជ្រើសរើសការស្នើសុំថែមម៉ោងរបស់យើងអញ្ចឹងឥឡូវខ្ញុំសូមជ្រើសរើសស្នើថែមម៉ោងដោយការទូទាត់ចាអញ្ចឹងយើងជ្រើសរើសថ្ងៃដែលយើងថែមម៉ោងនោះមកអញ្ចឹងខ្ញុំសូមជ្រើសរើសយកថ្ងៃទី6អញ្ចឹងបន្ទាប់មកទៀតគឺយើងត្រូវបំពេញម៉ោងធ្វើការរបស់យើងអញ្ចឹងយើងថែមម៉ោងពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងយើងជ្រើសរើសម៉ោងរបស់យើងមកអញ្ចឹងខ្ញុំជ្រើសរើសម៉ោង3ពេលល្ងាចដល់ម៉ោង4ពេលល្ងាចដូចគ្នាអញ្ចឹងខាងក្រោមនេះគឺលោតតូតាល់ម៉ោងដែលយើងថែមអញ្ចឹងយើងថែមម៉ោង1ម៉ោងអញ្ចឹងខាងក្រោមនេះទៀតគឺជាការអនុញ្ញាតការសម្រាកគិតជានាទីអញ្ចឹងយើងសម្រាក1នាទីក្នុងការថែមម៉ោងរបស់យើងនឹងអញ្ចឹងកន្លែងនេះខ្ញុំអត់ដាក់ទេអញ្ចឹងខ្ញុំដាក់0នាទីអញ្ចឹងកន្លែងខាងក្រោមនេះទៀតគឺជាមូលហេតុដែលយើងថែមម៉ោងអញ្ចឹងយើងថែមម៉ោងដោយសារមូលហេតុអីអញ្ចឹងយើងអាចដាក់មូលហេតុនៃការថែមម៉ោងរបស់យើងជាក់ស្ដែងហ្នឹងមកតែកន្លែងនេះខ្ញុំសូមថែមម៉ោងប្រភេទនៃមូលហេតុរបស់ខ្ញុំសូមដាក់តេស្តចាអញ្ចឹងនៅខាងក្រោមនេះគឺយើងគេត្រូវឲ្យយើងភ្ជាប់ជាមួយនឹងឯកសារដូចជារូបភាពអញ្ចឹងយើងអាចអាប់ឡូតរូបភាពយើងមកចាអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំអាប់ឡូតរូបភាពមួយចាអញ្ចឹងសម្រាប់ខាងក្រោមនេះគឺជាព័ត៌មានអ្នកដែលអនុញ្ញាតច្បាប់ឲ្យយើងអញ្ចឹងកន្លែងនេះយើងអត់ព្រួយបំពេញទេគ្រាន់តែយើងសូអ្នកដែលត្រូវ approve ច្បាប់ឲ្យយើងនឹងចាអញ្ចឹងបន្ទាប់មកទៀតគឺយើងបំពេញព័ត៌មានចប់ហើយគឺយើងអាចស្នើសុំថែមម៉ោងនឹងបានហើយអញ្ចឹងយើងអាចចុចកន្លែងពាក្យស្នើសំណើរបស់យើងអញ្ចឹងយើងផ្ញើសំណើរបស់យើងទៅអញ្ចឹងយើងចុចចាអញ្ចឹងឥឡូវវាកំពុងតែធ្វើការរងចាំសិនចាអញ្ចឹងការស្នើរបស់យើងគឺបានជោគជ័យហើយអញ្ចឹងសម្រាប់ការស្នើសុំការ OT របស់យើងនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងឥឡូវនេះព័ត៌មានគឺយើងលោតនៅលើផ្ទាំងរបស់យើងគឺវាស្ថិតនៅក្នុងការ pending អញ្ចឹងយើងនៅចាំសម្រាប់manager របស់យើង approve មកតង់ទៀតអញ្ចឹងសម្រាប់វីដេអូនៃការស្នើសុំថែមម៉ោងនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេចាអរគុណ